កសិករខ្មែរជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចនិងជាអ្នកថែរក្សាវប្បធម៌ដ៏សំខាន់របស់ប្រទេសកម្ពុជាពួកគេភាគច្រើនរស់នៅតាមតំបន់ជនបទដោយប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំដុះដំណាំដូចជាស្រូវនិងដំណាំរួមផ្សំផ្សេងៗទៀតកសិករខ្មែរត្រូវបានគេស្គាល់ថាជាបុគ្គលដែលមានការតស៊ូអត់ធ្មត់និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិទោះបីជាពួកគេបានរួមចំណែកយ៉ាងធំធេងដល់សន្តិសុខស្បៀងនិងកំណើនសេដ្ឋកិច្ចជាតិក៏ដោយកសិករខ្មែរនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជាបម្រែបម្រួលអាកាសធាតុគ្រោះធម្មជាតិតម្លៃកសិផលមិនស្ថិតស្ថេរក៏ដូចជាកង្វះខាតបច្ចេកទេសកសិកម្មទំនើបថារចនាសម្ព័ន្ធគ្រប់គ្រាន់លើសពីនេះភាពក្រីក្រនិងបញ្ហាដីធ្លីនៅតែជាកង្វល់ចម្បងសម្រាប់កសិករមួយចំនួនទោះបីយ៉ាងណាក៏ដោយកសិករខ្មែរតែងតែបង្ហាញពីស្មារតីសហគមន៍ដ៏រឹងមាំតាមរយៈការជួយគ្នាទៅវិញទៅមកក្នុងការងារកសិកម្មនិងការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់គាំទ្រនឹងការលើកកម្ពស់ជីវភាពកសិកម្មតាមរយៈការផ្ដល់នូវបច្ចេកទេសកសិកម្មទំនើបទីផ្សារសមរម្យនិងការការពារសិទ្ធិដីធ្លីគឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចរន្តភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូលតើអ្នកគិតយ៉ាងម៉េចដែរជាមួយនឹងកសិករកម្ពុជារបស់យើង